សួស្តីអ្នកនរនេះវីដេអូនេះគឺខ្ញុំលើកយកឧទាហរណ៍ទី2ណាពាក់ព័ន្ធជាមួយនឹងផលបូកតួនេះស្វីតនៅពន្ធរបស់យើងចូលដល់ឧទាហរណ៍ទី2ណាឧទាហរណ៍ទី2ដែលយើងយកវាទៅអនុវត្តក្នុងជីវភាពរស់នៅពាក់ព័ន្ធជាមួយនឹងការរៀបអិតណាពាក់ព័ន្ធនឹងចំនួនកើនចុះហើយហ្នឹងណាថេការឡើងថេថយចុះថេមានន័យថាយើងអាចប្រើ switch ហ្នឹងបានហើយណា switch នៅពន្ធរបស់យើងហ្នឹងមានន័យថាវាកើនណាអូខេឬវាថយដោយចំនួនថេកន្លែងហ្នឹងណាដែលមានផលដកណាឬពិន្ទុបន្តគ្នាហ្នឹងមានចំនួនថេតោះឥឡូវយើងទៅមើលប្រធានលំហាត់របស់យើងគេរៀបណាឥតទីធ្លាមុខផ្ទះមួយដែលមានរាងចតុកោណភ្នាយណាអញ្ចឹងអ្នកទាំងអស់គ្នាដឹងរាងចតុកោណភ្នាយនឹងរាងមិនទៅណាអូខេនេះរាងចេះត្រូវទេវាហៅចតុកោណភ្នាយណាចតុកោណភ្នាយណាអូខេគូទៅលើធំចាស់ណាក្រោមតូចចេះចាស់ចតុកោណភ្នាយអូខេតម្រងវាបែបហ្នឹងណាចតុកោណភ្នាយណាមានន័យថាកើណាហើយរបស់យើងគេប្រាប់ថាលើសជួរណាអាមុនហ្នឹងជួរបន្តទៅទៀតដែលយើងរៀបនេះលើសអាមុនមួយដុំរហូតណាហើយបង្កើតបានជា switch នៅពន្ធរបស់យើងណាតោះចតុកោណភ្នាយអញ្ចឹងកន្លែងនេះខ្ញុំអត់ដាក់រូបទេតែខ្ញុំគាត់ទៅគូសង្ខេបឲ្យកន្លែងហ្នឹងណាវាបង្កើតបែបហ្នឹងណាតែផាត់ទៅក្នុងសភៅពុំរបស់យើងនេះណាទីធ្លានោះមានណាឥត18ជួរណាជួរទី1គេប្រាប់ថាមាន14ដុំហើយជួរបន្តបន្ទាប់ហ្នឹងមានឥតលើសជួរមុននេះប្រាប់ណាមានន័យថាហ្នឹងជាដីហើយដល់ណាណាសបើយើងធៀបពីទូទី2ណាទូទី1រឿងទូ2ហ្នឹងមានន័យថាវាស្មើ1ទូទី3ទូទី2ក៏វា1ដែរលើស1អញ្ចឹងរហូតណាមានន័យថានឹងជាដីហើយណារហូតដល់ជួរទី18ណាមាន31ដុំគេប្រាប់យើងហើយមានអីត្រូវរយច្រើនកង់ហើយណាសំណួរគេសួរតើត្រូវចំណាយឥតប៉ុន្មានដុំដើម្បីរៀបឲ្យពេញទីធ្លានោះណាអញ្ចឹងគោលដៅរបស់យើងគឺចង់បានដុំឥតរៀបហ្នឹងចំនួនពេញហ្នឹងវាមានប៉ុន្មានដុំកន្លែងហ្នឹងវាមានប៉ុន្មានដុំណាហើយយើងមើលទៅមានន័យថាយើងរៀបណាពីជួរទី1ទៅដល់ទី18ជួរមាន18ជួរកន្លែងហ្នឹងណាអូខេហើយអាក្រោយហ្នឹងលើសអាមុនមួយត្រូវកន្លែងហ្នឹងអញ្ចឹងមានន័យថាជួរទី1វាជាអ៊ុយមួយហើយណាមានន័យថាដូចជាអ៊ុយមួយអញ្ចឹងវាមាន4ណាអូខេនេះអ៊ុយមួយណាអ៊ុយមួយប៉ុណ្ណឹងអានេះអ៊ុយមែនអ៊ុយដែលយើងត្រូវរកវាដូចអ៊ុយអិនហ្នឹងហើយណាអ៊ុយ18ហ្នឹងអ៊ុយ18យើងត្រូវរកហ្នឹងណាអូខេអញ្ចឹងហើយតម្លៃអ៊ុយហ្នឹងមានដែរអត់មានអីត្រូវការរកទៅតាមរូបមន្តណាអ៊ុយអិនស្មើអ៊ុយ1អិនដក1គុណនឹងដីអីទេត្រូវទេគេប្រាប់មកតែម្ដងកន្លែងហ្នឹងណាអញ្ចឹងលំហាត់នេះគឺអត់មានអីទេងាយទេណាហ្នឹងហើយគឺងាយសម្រាប់អ្នកនរគ្នាដែលសិក្សាស្រាវជ្រាវមិនចាំបាច់មើលវីដេអូគ្រូក៏អ្នកនរគ្នាមើលតាមសភៅទៅគឺយល់ដែរកន្លែងហ្នឹងណាអូខេតោះដំណោះស្រាយណាដំណោះស្រាយរបស់យើងអញ្ចឹងគេចង់បានអីគេចង់បានចំនួនលំអិតណាតោះរកចំនួនលំអិតដើម្បីរៀបឲ្យពេញទីធ្លាណាអញ្ចឹងរូបមន្តរបស់យើងតាមរូបមន្តអីទៅSN របស់យើងស្មើជាមួយនឹង N ចែក2កតាអ៊ុយ1បូកអ៊ុយ N មកបូកអ៊ុយ N ហើយយើងដឹងហើយយើងគិតត្រឹម N របស់យើងត្រឹម18ពី1ទៅដល់18អញ្ចឹង N វាស្មើ18អ៊ុយ1វាស្មើ14គេប្រាប់យើងហើយអ៊ុយ N ហ្នឹង
ដែលត្រូវណាអ៊ុយចុងក្រោយដែលយើងរៀបហ្នឹងគឺ18គឺស្មើ31អញ្ចឹងយើងគ្រាន់តែជួសចូលទៅគឺរួចរាល់ហើយអត់មានអីទេត្រូវទេនាំឲ្យ S18 វាត្រូវជា SN ហ្នឹងចែក2ណា14បូកឲ្យ31អាហ្នឹងអ៊ុយ1ហើយនឹងអ៊ុយណាអូខេនេះអ៊ុយ1តម្លៃអ៊ុយ1ណា14តម្លៃអ៊ុយ N ត្រូវអ៊ុយ18ហ្នឹងគឺ31កន្លែងហ្នឹងណាអូខេណាអញ្ចឹងឃើញចម្លើយ405ហ្នឹងឯណាតែប៉ុណ្្នឹងទេអញ្ចឹងដូចនេះចំនួនលម្អិតណាដើម្បីរៀបឲ្យពេញទីធ្លាមានចំនួន405ដុំណាអញ្ចឹងវីដេអូរបស់យើងគឺតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនរគ្នាណា